ខ្ញុំខុសពីគាត់ខ្ញុំត្រូវការក្រោកតាំងពីព្រឹកពីព្រោះត្រូវរៀបចំឲ្យបានច្រើនបោះកូនមកអីទៀតភាពខុសគ្នារវាង Gen Z និង Gen Y ក្នុងការដើរលេងខ្ញុំចូលចិត្តដើរនីតិនោះតិចយើងអាច explore ច្រើនកន្លែងផ្សេងសម្បត្តិតាមនឹងអញ្ចឹងណាខ្ញុំអត់ចូលចិត្តអញ្ចឹងទេត្រូវការភាពច្បាស់លាស់ដើរលេងគួរមានផែនការទុកជាមុនខ្ញុំចូលចិត្តគេងដល់ថ្ងៃចាំងគូតព្រោះដោយសារភាគច្រើនចូលតែវិញពេលយប់អីខ្ញុំខុសពីគាត់ខ្ញុំត្រូវការក្រោកតាំងពីព្រឹកពីព្រោះត្រូវរៀបចំឲ្យបានច្រើនបោះកូនមកអីទៀតចំពោះខ្ញុំចូលចិត្តសេរីភាពខ្ញុំអត់ចូលចិត្តឲ្យគេសេតឲ្យឯងមិនថាការហូបចុកអាហារឬក៏កន្លែងស្នាក់នៅអីសម្រាប់ខ្ញុំធ្វើដូចគាត់អត់បានទេពីព្រោះអីខ្ញុំត្រូវមានផែនការច្បាស់លាស់ខ្ញុំមានបន្ទុកនៅក្រោមមានកូនមានឪពុកម្ដាយមានគ្រួសារអញ្ចឹងត្រូវតែច្បាស់លាស់អញ្ចឹងសម្រាប់បងប្អូនដែល Gen X ឬក៏ Gen Y ដែលមានគ្រួសារហើយអាចចាប់អារម្មណ៍មកមើលកញ្ចប់នេះបានពួកយើងរៀបចំចេញមកជាកញ្ចប់ Gen X ឬក៏ Gen Y ដែលមានរួមបញ្ចូលសម្រាប់សួនកំសាន្តសម្រាប់ក្មេងៗដែលគាត់អាចចាប់អារម្មណ៍បានឬក៏យើងមានបន្ថែមទៅដល់កន្លែងដែលថតរូបស្អាតសម្រាប់គ្រួសារយើងដែលចូលចិត្តថតរូបនិង shopping shop អីអញ្ចឹងណាអញ្ចឹងមានមកចប់មកកញ្ចប់នេះហើយអត់ដើរបខំទេអត់ញាត់ក្នុងមួយថ្ងៃនឹង5 6កម្មវិធីហត់ឆក់កទៀតទេដើរមួយមកនេះជាកញ្ចប់តម្រូវសម្រាប់ Gen Y ហើយនឹង Gen X តែម្ដង